រឿងតាបោះប្រុសខ្លាសូមរីករាយទេសនាដូចតទៅមានខ្លាធំមួយមកដេកក្បែរដំបូកហើយក៏មានពស់មួយចេញពីរន្ធដំបូកមកចឹកខ្លានឹងស្លាប់បាត់ទៅថ្ងៃមួយមានតាបោះម្នាក់កំពុងដើរក្នុងព្រៃតែម្នាក់ឯងតាបោះនោះក៏ចេះពឹសពស់ផ្សេងផងដែរគាត់ក៏ដើរមកជួបនឹងសត្វខ្លាដែលស្លាប់ដោយសារពស់ចឹកតាបោះនោះក៏ប្រោះព្រំសត្វខ្លានឹងឲ្យរស់ឡើងវិញនៅពេលដែលសត្វខ្លានោះឡើងវិញហើយក៏ចោទថាតានឹងជាអ្នកដាស់ខ្លួនឲ្យភ្ញាក់ពីដេកហើយក៏ចង់ស៊ីតាប្រកែកហើយក៏ប្រតែបតប់គ្នាជាមួយសត្វខ្លាតាមិនសុខចិត្តតាក៏យករឿងនេះទៅប្រាប់សត្វដំរីឲ្យដំរីជួយកាត់ក្តីក្នុងរឿងនេះដំរីក៏និយាយថាតាឯងត្រូវទៅឲ្យសត្វខ្លាស៊ីព្រោះតាឯងបានដាស់សត្វខ្លាឲ្យក្រោកឲ្យភ្ញាក់ពីដេករំខានដំណេករបស់សត្វខ្លាចឹងតាត្រូវតែឲ្យខ្លាស៊ីតាមិនសុខចិត្តក៏ទៅនិយាយរឿងនេះប្រាប់គោដើម្បីគោជួយដោះស្រាយរឿងនេះសត្វគោក៏និយាយថាតាឯងត្រូវតែឲ្យខ្លាស៊ីព្រោះតាឯងទៅរំខានការដេករបស់បងខ្លាតាមិនសុខចិត្តក៏យករឿងនេះទៅប្រាប់ទន្សាយតាបានរៀបរាប់នៅរឿងរ៉ាវទាំងអស់តាំងពីដើមដល់ចប់ទន្សាយក៏ឲ្យតានឹមទៅកន្លែងដើមវិញហើយឲ្យតាត្រាប់ដូចពីដើមឲ្យខ្លាដេកនៅដំបូកដូចដើមវិញដេកទៅថាទៅពុះចេញមកខំខ្លាទឹកខ្លាម្ដងទៀតហើយទន្សាយក៏និយាយថាអីគិតជួយទៅឲ្យស្លាប់ចាស់អាសត្វជាមួយគុណបែបនេះ